សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្ដែងសាច់រឿង anime របស់មានជាបន្តទៀតហើយទីនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្ទាប់ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងសាច់រឿងនេះនិងចូលចុច like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាវ៉ែនបានធ្វើដំណើរទៅកាន់ទីក្រុងក្បែរនោះជាកន្លែងដែលគាត់បានជួបនឹងឪពុករបស់គាត់ហើយឪពុករបស់គាត់បានសួរគាត់ពីរបៀបដែលគាត់បានសម្លាប់នាគមួយក្បាលវ៉ែនបញ្យល់ថាវាត្រូវការណៃមួយកងពលដើម្បីសម្លាប់វាហើយវ៉ែនបញ្ជាក់ថាគាត់បានប្រើអាវុធការពារភូមិដើម្បីបាញ់វាសម្លាប់ប៉ុន្តែគ្មាននរណាម្នាក់ជឿគាត់ទេព្រមនោះប៉ាណាមេរ៉ាបានចូលរួមជាមួយពួកគេហើយប្រាប់ចៅប៉ាថាគាត់នឹងមិនជឿអ្វីដែលវ៉ែនអាចធ្វើបានទេលុះត្រាតែគាត់បានឃើញវាផ្ទាល់ភ្នែកដូច្នេះនាងក៏សូមឲ្យវ៉ែនបង្កើតអាវុធមួយនៅនឹងកន្លែងប៉ុន្តែវ៉ែនបង្ហាញថាឥឡូវនេះគាត់មានអាវុធដែលប្រសើរជាងនោះហើយបញ្ជាក់ថាគាត់អាចលក់វាឲ្យនាងក្នុងតម្លៃសមរម្យបានយើងឃើញពួកគេនៅក្នុងកិច្ចប្រជុំជាមួយនឹងស្ដេចឌីណូដែលគាត់បាននិយាយថាពួកគេត្រូវតែដណ្ដើមយកបន្ទាយ Skudet មកវិញហើយអាបតាប្រាប់អ្នករាល់គ្នាអំពីអាវុធថ្មីរបស់នគរយ៉ាឡេណេតាឌីណូគិតថាពួកគេមិនមានឱកាសទេលុះត្រាតែពួកគេដឹងពីរបៀបទប់ទល់នឹងវាហើយអាបតាសួរវ៉ែនថាតើគាត់មានយុទ្ធសាស្ត្រដែរទេដូច្នេះវ៉ែនបញ្យល់ថាពួកគេត្រូវតែសម្លាប់ទ័ព Wyvern មុនពេលដែលទ័ព Wyvern ទម្លាក់គ្រាប់បែករបស់ពួកគេពួកអភិជនផ្សេងទៀតគិតថាយុទ្ធសាស្ត្ររបស់វ៉ែនគួរឲ្យអស់សំណើចប៉ុន្តែឌីណូជឿថាវ៉ែនអាចធ្វើឲ្យវាដំណើរការបានដូច្នេះគាត់ក៏សូមឲ្យវ៉ែនចូលរួមជាមួយនឹងទាហាននៅជួរមុខវ៉ែនសួរឌីណូថាតើគាត់អាចជួយពួកគេពីខាងក្រោយវិញបានទេព្រោះគាត់មិនចង់រងរបួសដូច្នេះពួកអភិជនផ្សេងទៀតក៏គិតថាគាត់អាត្មានិយមចៅប៉ាប្រាប់វ៉ែនឲ្យស្គាល់កន្លែងរបស់គាត់ហើយរំលឹកគាត់ថាគាត់គ្រាន់តែជាម្ចាស់ភូមិដាច់ស្រយាលមួយប៉ុណ្ណោះប៉ុន្តែវ៉ែនបញ្យល់ថាពួកអភិជនផ្សេងទៀតមិនដឹងថាវាពិបាកប៉ុណ្ណាទេក្នុងការស្ថិតនៅក្នុងតំណែងរបស់គាត់វ៉ែននិយាយថាគាត់មិនបានទទួលការគាំទ្រពីគ្រួសាររបស់គាត់ទេហើយគាត់បានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍភូមិរបស់គាត់ប៉ុន្តែគាត់គិតថាវានឹងដួលរលំប៉ះសិនបើនគរយ៉ាឡេណេតាវាយប្រហារវានៅពេលដែលគាត់មិននៅពួកអភិជនផ្សេងទៀតគិតថានគរយ៉ាឡេណេតានឹងមិនខ្វល់ពីភូមិដាច់ស្រយាលនោះទេប៉ុន្តែអាបតាបញ្ជាក់ថានគរយ៉ាឡេណេតាបានបញ្ជូនពួកណៃឲ្យទៅដណ្ដើមយកវាហើយពមៀនមនុស្សគ្រប់គ្នាថានគរយ៉ាឡេណេតានឹងព្យាយាមដណ្ដើមយកដែនដីទាំងអស់នៅតាមព្រំដែនរបស់ពួកគេវ៉ែនបញ្យល់ថាគាត់មិនអាចឲ្យខ្លួនគាត់រងរបួសបានទេព្រោះគាត់ត្រូវការពារភូមិរបស់គាត់ប៉ុន្តែខោនហ្វឺឌីណានសួរថាតើគាត់អាចទប់ទល់នឹងអាវុធថ្មីរបស់កងទ័ពនគរយ៉ាឡេណេតាបានឬអត់វ៉ែនគិតថាគាត់អាចធ្វើវាបានហើយបញ្ជាក់ថាគាត់នឹងរៀបចំអាវុធខ្នាតធំភ្លាមប៉ុន្តែឪពុករបស់គាត់ប្រាប់គាត់ថាគាត់មិនមានពេលវេលាធ្វើបែបនោះទេដូច្នេះវ៉ែនក៏សម្រេចចិត្តបង្ហាញថាមពលរបស់គាត់ដល់ឪពុករបស់គាត់វ៉ែនប្រើវិត្តាមិនផលិតរបស់គាត់ដើម្បីបង្កើតអាវុធហើយមនុស្សគ្រប់គ្នាមិនចង់ជឿថាគាត់អាចធ្វើវាបានភ្លាមនោះទេប៉ុន្តែឪពុករបស់គាត់មិនចាប់អារម្មណ៍ទេព្រោះគាត់គិតថាអាវុធទាំងនោះជាសម្រាមវ៉ែនបញ្យល់ថាអាវុធខ្នាតធំទាំងនេះអាចបាញ់គ្រាប់បានដែលនឹងសម្លាប់ Wyvern ហើយគាត់បញ្ជាក់ថាវាមិនធានាជ័យជំនះរបស់ពួកគេទេប៉ុន្តែវានឹងផ្ដល់ឱកាសឲ្យពួកគេប្រយុទ្ធបន្ទាប់ពីនោះធាលបានមកដល់ដើម្បីទទួលវ៉ែនហើយអារ៉ុតបានជួបនឹងឪពុករបស់នាងប៉ុន្តែនាងចងចាំពីរបៀបដែលក្រុមគ្រួសាររបស់នាងតែងតែប្រព្រឹត្តចំពោះនាងឪពុករបស់នាងពន្យល់នាងថាគាត់រវល់ត្រៀមសម្រាប់សង្គ្រាមដូច្នេះពួកគេគួរតែនិយាយគ្នានៅពេលដែលអ្វីៗស្ងប់ស្ងាត់ហើយគាត់ក៏ដើរចេញទៅវ៉ែនសង្កេតឃើញថានាងសោកសៅដូច្នេះគាត់ក៏ប្រាប់នាងឲ្យសម្រាកប្រសិនបើនាងមិនស្រួលខ្លួនហើយបញ្ជាឲ្យធាលមើលថែនាងវ៉ែនប្រាប់មិត្តរបស់គាត់អំពីផែនការប្រយុទ្ធហើយបញ្ជាក់ថាខាំស៊ីននឹងដឹកនាំក្រុមអាវុធធំដោយពន្យល់ថាពួកគេត្រូវការអាវុធធំដើម្បីសម្លាប់ពួក Wyvern ឌីនឹងអសូស្ម័គ្រចិត្តការពារអាវុធធំហើយប៉ាណាមេរ៉ាគិតថាយុគសម័យនៃវេទមន្តធាតុបានចប់ហើយចាប់តាំងពីកងទ័ពនគរយ៉ាឡេណេតាបានយកបន្ទាយ Skudet ដោយប្រើអាវុធថ្មីរបស់ពួកគេប៉ុន្តែនាងជឿជាក់ថាវ៉ែនអាចចាត់ការពួកគេបានមនុស្សគ្រប់គ្នាត្រៀមខ្លួនរួចរាល់ដើម្បីដណ្ដើមយកបន្ទាយ Skudet មកវិញហើយចៅប៉ាបញ្ជាឲ្យទាហានរបស់គាត់សម្រុកចូលខណៈដែលវ៉ែនប្រាប់មិត្តរបស់គាត់ឲ្យធ្វើតាមផែនការមេបញ្ជាការសត្រូវគិតថាពួកគេមានគម្រោងបំបែកនិងបំផ្លាញជញ្ជាំងដូច្នេះគាត់ក៏ប្រាប់អ្នកបាញ់ធ្នូរបស់គាត់ឲ្យចាប់ផ្ដើមបាញ់ប៉ុន្តែឌីបញ្ជាឲ្យទាហានរបស់គាត់ត្រៀមខែលដែលវ៉ែនបានធ្វើសម្រាប់ពួកគេបានរៀបរៀងគ្រាប់ព្រួញទាំងអស់ហើយមេបញ្ជាការសត្រូវមិនចង់ជឿរឿងនេះទេប៉ុន្តែគាត់បានបញ្ជាឲ្យពួកអ្នកវេទមន្តរបស់គាត់វាយផាដោយប្រើវេទមន្តរបស់ពួកគេបាញ់ព្រួញវេទមន្តហើយពួកទាហានក៏មានការលំបាករៀបរៀងវាខណៈដែលពួកគេដឹងថាខែរបស់ពួកគេរៀបនឹងបែកហើយមេបញ្ជាការសត្រូវគិតថាពួកគេនឹងត្រូវចប់ប៉ុន្តែដីស្រាប់តែញ័រហើយគាត់ដឹងថាច្រកទ្វារកំពុងរងការវាយផាគាត់ឃើញចៅប៉ាជាមួយនឹងពួកវេទមន្តធាតុផ្សេងទៀតហើយពួកគេបន្តវាយផាច្រកទ្វារខណៈដែលមេបញ្ជាការសត្រូវដឹងថាពួកគេបានប្រើទាហានជាការបង្វែរដែនហ្វឺឌីណាននិងចៅប៉ាបានរួមបញ្ចូលថាមពលគ្នាហើយពួកគេបានបំទុះច្រកទ្វារឲ្យបើកខណៈដែលវ៉ែនដឹងថាវេទមន្តរបស់ពួកគេស្ថិតនៅកម្រិតមួយផ្សេងទៀតពួកទាហានបានវាយលុកបន្ទាយប៉ុន្តែពួកគេបានប៉ះទង្គិចជាមួយនឹងពួកណៃវីរៈជនរបស់នគរយ៉ាឡេណេតាហើយពួកគេក៏ពិបាកក្នុងការទប់ទល់ប៉ាណាមេរ៉ាបានជំរះផ្លូវសម្រាប់ពួកគេដូច្នេះពួកគេក៏សម្រុកទៅមុខហើយពួកអ្នកផ្សងព្រេងបានចាត់ការពួកណៃវីរៈជនរបស់នគរយ៉ាឡេណេតាមេបញ្ជាការសត្រូវដឹងថាពួកគេរៀបនឹងចាញ់ហើយដូច្នេះគាត់ក៏ហៅពួក Wyvern ហើយពួក Wyvern ក៏ត្រៀមទម្លាក់គ្រាប់បែករបស់ពួកគេ
ខំស៊ីនបញ្ជាឲ្យក្រុមអាវុធធំបាញ់ហើយក្របរបស់វាក៏ត្រូវពួក Wyvern ដែលធ្វើឲ្យពួកវាធ្លាក់មកលើដី Ven សប្បាយចិត្តដែលផែនការរបស់ពួកគេបានផលប៉ុន្តែគាត់សង្កេតឃើញថា Wyvern មួយក្បាលនៅរស់នៅឡើយហើយមនុស្សគ្រប់គ្នាដឹងថាវាធំជាង Wyvern ផ្សេងទៀត Also និង Sarah សម្រុកចូលហើយការវាយផារបស់ពួកគេគ្មានប្រសិទ្ធភាពទេប៉ុន្តែយើងដឹងថាពួកគេគ្រាន់តែចង់ទប់ស្កាត់វាប៉ុណ្ណោះហើយខំស៊ីនក៏បានបញ្ជាឲ្យក្រុមអាវុធធំបាញ់គ្រាប់អាវុធធំបានទម្លុះស្លាបរបស់វាហើយប៉ាណាមេរ៉ាបានបាញ់ដុំភ្លើងដ៏ធំមួយដែលបំផ្ទុះ Wyvern នោះ ឌីស្ទុះចូលទៅសម្លាប់វាចោលហើយពួកទាហានស្រែកហូរកញ្ជ្រៀវដោយសារតែសត្វ Wyvern ត្រូវបានសម្លាប់អស់ខណៈដែល Ferdinand ដឹងថា Ven មានថាមពលខ្លាំងមេបញ្ជាការសត្រូវរៀបនឹងដកថយប៉ុន្តែ Also និង Sarah បានបញ្ឈប់គាត់ដូច្នេះគាត់ដឹងថាគ្មានជំរឿសអ្វីក្រៅពីចោះចាញ់នោះទេបន្ទាប់ពីនោះចាលប៉ាបានចាកចេញពីបន្ទាយហើយ Mercia សួរគាត់ថាហេតុអ្វីបានជាគាត់មិននិយាយជាមួយ Ven ដូច្នេះគាត់ក៏ទទួលស្គាល់ថាជំនឿរបស់គាត់គឺខុស Ven អរគុណមិត្តរបស់គាត់ដែលបានជួយគាត់ឲ្យឈ្នះសមរភូមិហើយក្រុមរបស់ Also បានត្រឡប់មកវិញជាមួយនឹងមេបញ្ជាការសត្រូវដូច្នេះ Panamera ក៏សួរចម្លើយគាត់នាងបានដឹងថាផែនការរបស់នគរយ៉ាឡេនេតាគឺការវាយប្រហារ3ទីតាំងហើយ Ven ដឹងថានគរយ៉ាឡេនេតាបានវាយប្រហារភូមិស៊ីតូនិងបន្ទាយ Scudet រួចហើយប៉ុន្តែគាត់បានសួរនាងអំពីគោលដៅចុងក្រោយរបស់ពួកគេដូច្នេះនាងបង្ហាញថាវាគឺជាស្រុក Ferdinand ហើយអរ៉ុតព្រួយបារម្ភពីវាព្រោះវាជាផ្ទះរបស់នាងនាងប្រាប់ Ven ថានាងត្រូវត្រឡប់ទៅវិញហើយគាត់គិតថាវាមានគ្រោះថ្នាក់ខ្លាំងពេកប៉ុន្តែនាងនៅតែទទួលចង់ទៅគាត់សុំទៅជាមួយនាងដែរប៉ុន្តែនាងមិនចង់ពឹងផ្អែកគ្រប់យ៉ាងទៅលើគាត់ទេដោយប្រាប់គាត់ថាវាជាបញ្ហាគ្រួសាររបស់នាង Ven នឹងថាប្រសិនបើគាត់ជួយសង្គ្រោះស្រុក Ferdinand ក្នុងនាមជា Lord តូចតាចនោះវាអាចនឹងបណ្ដាលឲ្យឪពុករបស់ Arod បាត់បង់ទឹកដីរបស់គាត់ក្នុងការឈរជើងដូច្នេះគាត់ក៏បញ្ជាឲ្យ Also និងអ្នកផ្សេងទៀតទៅជាមួយ Arod ជំនួសវិញយើងឃើញថាការវាយប្រហារលើស្រុក Ferdinand កំពុងដំណើរការរួចទៅហើយនៅពេលដែល Arod និងអ្នកផ្សេងទៀតទៅដល់ទីនោះនាងមានការខូចចិត្តយ៉ាងខ្លាំងខណៈដែលនាងព្រួយបារម្ភអំពីម្ដាយរបស់នាងរត់ចូលទៅរកម្ដាយរបស់នាងប៉ុន្តែពួក Wyvern បានចាប់ផ្ដើមទម្លាក់គ្រាប់បែកមកលើស្រុក Also គិតថាពួកគេអាចផ្លាស់ប្ដូរស្ថានភាពនៃសមរភូមិបានដោយប្រាប់ Arod ឲ្យអនុញ្ញាតឲ្យពួកគេបញ្ជាក្រុមរបស់ពួកគេប៉ុន្តែនាងនិយាយថាវាត្រូវតែជាមនុស្សម្នាក់ដែលមកពីផ្ទះ Ferdinand ដែលបណ្ដេញនគរយ៉ាឡេនេតាចេញប៉ុន្តែគាត់សួរថាតើនាងនឹងដោះស្រាយជាមួយនឹងកងទ័ពសត្រូវដោយរបៀបណាយើងឃើញម្ដាយនិងប្អូនស្រីរបស់ Arod កំពុងតែមើលភាពវឹកវរហើយពួកគេគិតថាស្ថានភាពគ្មានសង្ឃឹមទេដូច្នេះពួកគេក៏គិតអំពីការសម្លាប់ខ្លួនដើម្បីឲ្យពួកគេអាចស្លាប់ជាមួយនឹងកិត្តិយសរបស់ពួកគេក្នុងនាមជាអភិជនទន្ទឹមនឹងនេះទាហានរបស់នគរយ៉ាឡេនេតាមានទំនុកចិត្តលើជ័យជំនះរបស់ពួកគេប៉ុន្តែសត្វ Wyvern មួយក្បាលស្រាប់តែធ្លាក់ពីលើមេឃ Arod ចាប់ផ្ដើមកាប់ Wyvern ដែលប្រើតុក្កតារបស់នាងហើយទាហានសត្រូវមិនចង់ជឿថាសត្វ Wyvern ត្រូវបានសម្លាប់ភ្លាមៗនោះទេពួកគេឃើញទង់ជាតិរបស់ Ferdinand ដែល Arod និងអ្នកផ្សេងទៀតបានលើកឡើងដូច្នេះពួកទាហានសត្រូវក៏សម្រេចចិត្តប្រយុទ្ធនឹងពួកគេមុន Arod សម្រុកចូលដោយកាប់ទាហានសត្រូវដែលប្រើតុក្កតារបស់នាងខណៈដែល Also និងអ្នកផ្សេងទៀតគាំទ្រនាង Sarah ជួបបញ្ហាតទល់នឹងទាហានសត្រូវប៉ុន្តែ Arod បានការពារគាត់តុក្កតារបស់នាងបានបាត់បង់ដៃម្ខាងប៉ុន្តែនាងនៅតែអាចកាប់សម្លាប់សត្រូវបានយ៉ាងងាយស្រួលក្រុមរបស់ពួកគេអាចសម្លាប់ទាហានសត្រូវទាំងអស់ក្នុងតំបន់នោះប៉ុន្តែស្រាប់តែមានសត្វ Wyvern ជាច្រើនរាប់មិនអស់បានបង្ហាញខ្លួនមេបញ្ជាការសត្រូវបញ្ជាឲ្យពួកគេវាយប្រហារតុក្កតារបស់ Arod ហើយវាហាក់ដូចជាមានបញ្ហាប៉ុន្តែតុក្កតាទី2ស្រាប់តែបង្ហាញខ្លួន Also មិនចង់ជឿថា Arod អាចគ្រប់គ្រងតុក្កតា2ក្នុងពេលតែមួយបានទេប៉ុន្តែនាងដឹងថាម៉ាណារបស់នាងនឹងមិនអាចប្រើការបានយូរទេពួកទាហាននគរយ៉ាឡេនេតាបន្តការវាយប្រហាររបស់ពួកគេប៉ុន្តែ Arod នៅតែអាចសម្លាប់ពួកគេទាំងអស់បាននាងក៏អំពីរឿងដែលនាងតែងតែគិតថានាងជាជនបរាជ័យសូម្បីតែការសម្រេចចិត្តថានាងនឹងមិនប្រើវេទមន្តរបស់នាងនៅចំពោះមុខអ្នកណាម្នាក់ទៀតទេប៉ុន្តែដោយសារតែមាន Ven ទើបនាងអាចទទួលបានទំនុកចិត្តនិងជឿជាក់លើខ្លួនឯងម្ដងទៀតពួកអ្នកផ្សងព្រេងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្លាំងរបស់នាងហើយនាងអាចសម្លាប់សត្វ Wyvern ទាំងអស់តែម្នាក់ឯងបានមេបញ្ជាការនគរយ៉ាឡេនេតាមិនចង់ជឿរឿងនេះទេហើយទាហានសត្រូវទាំងអស់ក៏ដកថយម្ដាយរបស់ Arod ឆ្ងល់ថាតើអ្នកណាជាអ្នកជួយសង្គ្រោះពួកគេហើយ Ferdinand ស្រាប់តែមករកពួកគេដែលគាត់ប្រាប់ពួកគេថា Arod បានមកជួយសង្គ្រោះពួកគេដូច្នេះពួកគេក៏គិតអំពីអ្វីដែលពួកគេបានប្រព្រឹត្តចំពោះនាងប៉ុន្តែនាងនៅតែត្រឡប់មកវិញដើម្បីជួយសង្គ្រោះពួកគេទៀត Sarah ឆ្ងល់ថាតើ Arod នឹងជួបឪពុកម្ដាយរបស់នាងឬអត់ប៉ុន្តែនាងសម្រេចចិត្តមិនត្រឡប់ទៅផ្ទះវិញទេព្រោះនាងចង់ចាំថាម្ដាយរបស់នាងស្អប់វេទមន្តតុក្កតារបស់នាងខ្លាំងប៉ុណ្ណាពួកគេទាំងអស់គ្នាត្រឡប់ទៅភូមិស៊ីតូសវិញហើយបានរីករាយដែល Arod មិនកើតអីគាត់សម្គាល់ឃើញនាងមានអារម្មណ៍មិនសប្បាយចិត្តហើយនាងនិយាយថានាងមិនអាចបញ្ជាមនុស្សគ្រប់គ្នាដោយទំនុកចិត្តដោយគាត់បាននោះទេប៉ុន្តែគាត់ប្រាប់នាងថានាងបានធ្វើការងារដ៏អស្ចារ្យហើយគាត់បានស្វាគមន៍នាងត្រឡប់មកផ្ទះវិញបន្ទាប់ពីនោះយើងឃើញថា Ven បានអាប់ដេតភូមិម្ដងទៀតហើយ Arod មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអគារថ្មីទាំងអស់គាត់គិតអំពីរឿងដែលគាត់ត្រូវបានឪពុករបស់គាត់បណ្ដេញចេញដោយសារតែវេទមន្តផលិតរបស់គាត់និងស្ថានភាពភូមិនេះនៅពេលដែលគាត់មកដល់ដំបូងប៉ុន្តែដោយសារតែរឿងនោះទើបគាត់អាចជួបប្រទះរឿងច្រើននិងជួបមនុស្សអស្ចារ្យជាច្រើនដូច្នេះគាត់សន្យាថានឹងបន្តធ្វើឲ្យកន្លែងនេះកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នាហើយសាច់រឿងរបស់យើងនៅក្នុងស៊ីซั่នទី1នេះក៏បានមកដល់ទីបញ្ចប់
អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងចូលចិត្ត like subscribe ដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយមានជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ